Boom Ayo sau cáiដូចជាសួស្ដីទៅកាន់អស់លោកស្រីនិងកញ្ញាកូនងាកម្មាពុកម៉ែបងប្អូនជាទីស្រឡាញ់បាទស្វាគមន៍សាធ្វើមកកាន់ channel របស់ខ្ញុំទៀតហើយថ្ងៃនេះគឺយើងជួបគ្នាជាមួយហ្គេមតដែលទេបាទមើលខ្លួនឯងទៅចឹងមកយាយបងប្អូនដែលប្រឡងទី12បាទបានលទ្ធផលបែបណាដែរហើយទោះបីជាបានលទ្ធផលល្អឬមួយក៏មិនសូវល្អយ៉ាងណាក៏យើងទទួលយកទៅព្រោះនេះគឺជាការខំប្រឹងប្រែងរបស់យើងតាំងពីថ្នាក់ទី1រហូតមកដល់ថ្នាក់ទី12ហ្នឹងចឹងខ្ញុំមានអីច្រើនត្រូវបន្ថែមទេយើងចូលទៅកាន់ហ្គេមរបស់យើងទាំងអស់គ្នាហ្មងទៅ so let's go តាំងហ្គេមមួយនេះគឺខ្ញុំមិនដឹងថាលេង hero អីដែរទេអ្នកគ្នាខ្ញុំអត់មាន plan ថាត្រូវលេង hero អីទេបាទតែចូលមកដល់ប៉ះនឹង roaming យកហ្មងទៅខ្ញុំក៏សុំដូរគ្នាយើងទៅកាន់ fighter វិញហើយគ្នាយើងក៏អត់បានចិត្តអាក្រក់អីមួយយើងនោះដែរអ្នកគ្នាបាទគាត់ក៏ព្រមដូរឲ្យយើងផងដែរអ្នកគ្នាបាទហើយវគ្គនេះខ្ញុំអត់គិតថាត្រូវលេង counter អីទេអ្នកគ្នាគឺខ្ញុំចង់លេងអីគឺខ្ញុំនឹងលេងនឹងយកមកអ្នកគ្នាហើយខ្ញុំក៏បានឃើញជាមួយនឹង Adu ផងដែរអ្នកគ្នាបាទគឺក៏ដែរលេងសងមកអ្នកគ្នាបាទគឺបានតែ100ម៉ាច់មិនដឹងប្រហែលឆ្នាំហើយទេចឹងទៅក៏យើងយកជាមួយនឹងគាត់លេងហ្មងទៅវគ្គហ្នឹងចឹងជាមួយនឹងវគ្គនេះផងដែរគឺខ្ញុំអត់លេង flick ទេអ្នកគ្នាគឺខ្ញុំលេង spell ចនកកខ្ញុំមិនដឹងថាគេហៅទេគេភ្លេចមើលឈ្មោះមិញហើយបន្ទាប់ពីមកដល់ហ្គេមហើយអ្នកគ្នាអាចមើលគេបានបាទគេថាមកបាយចឹងបន្ទាប់ពីមកដល់ក្នុង game play ហើយខ្ញុំក៏បានដើរ role របស់ខ្ញុំតាមធម្មតាទេហើយ game នេះគឺខ្ញុំនឹង build អ្វីដែលប្លែកបាទ Adu រដងគឺគេអត់សូវ build ទេបាទខ្ញុំចេញមកប្លែកពីគេយកមក Adu របស់ខ្ញុំហើយខ្ញុំប៉ះជាមួយនឹង D-Rod ផងដែរវគ្គនេះគឺខ្ញុំរៀងតឹងហើយតែវគ្គ level 1គាត់អត់មកកាក់ lane របស់ខ្ញុំអ្នកនេះគឺគាត់ផ្ដល់ឱកាសឲ្យខ្ញុំខ្លាំងមែនតើហើយចឹងទៅគឺខ្ញុំអត់ចាំទេបាទវាយយកហ្មងអ្នកនេះបាទគឺថាឆ្ងាញ់វាយយកហ្មង Adu មួយនេះបាទគាត់ប្រឡែង lane ឲ្យខ្ញុំវាយម៉ានីទីជាងខ្ញុំក៏ទទួលបាន level 3ផងដែរអ្នកនេះហើយបាទ level 3បានគាត់ទៅមកអ្នកនេះបាទហើយអត់ដឹងគាត់ទៅណាដែរហើយគាត់ប្រហែលទៅស៊ី red buff របស់គ្នាខ្ញុំបាទខ្ញុំក៏បានមើល red buff ដែរមិញខ្ញុំក៏សោកស្ដាយដែរអ្នកនេះបាទលេងមិញភ្លេចមើលជាមួយនឹង map របស់ red buff អ្នកនេះយើងលេង Adu គឺអត់មានអីច្រើនទេបាទក្រៅពីវាយមីនៀនអ្នកនេះបាទគឺថា stack ឥឡូវគឺច្រើនខ្លាំងមែនតើយ៉ាវាយម្ចាស់គេម្ដងមកអ្នកនេះបាទទាំងនេះគឺខ្ញុំរត់ទៅណារួចទេបាទគឺថាអាចមើលបានប៉ាំងងាប់ខ្ញុំយកតែម្ដងបាទគាត់ក៏បាន level 4ផងដែរអ្នកនេះហើយទីនេះបន្ទាប់ពី sport មកវិញមកខ្ញុំក៏បានមក clear ជាមួយ minion ផងដែរហើយអ្នកនេះមើលផ្លូវលើបានបាទគឺ goal land របស់យើងហ្នឹងអញ្ចឹងទៅខ្ញុំក៏ហោះទៅរក Frank Go ផងដែរបាទដើម្បីវាយ Amun តែអ្នកនេះអាចមើលបានបាទ D-Rod នៅចិត្តយើងហ្នឹងមានអីប៉ាំងខ្វាក់យកតែម្ដងបាទវាយស៊ីប៉ែហើយដាក់ sorry តាមក្រោយបាទ game យើងឈៀលជុំគ្នាស៊ីប៉ែតិចតួចកុំកាន់គ្នាចាំបន្ទាប់ពី farm អស់រយៈពេលឆិត1នាទីមកខ្ញុំក៏បាន item មួយគ្រាប់ហើយជាមួយនឹង stack ចំនួន100ដែរអ្នកគ្នាអាចមើលបានហើយនេះខ្ញុំក៏បានចូល clear ជាមួយនឹងកាក់ផងដែរបាទខ្ញុំទិញបថៅសមួយទៀតអ្នកគ្នាបាទគឺថាខ្ញុំ build item ឲ្យប្លែកពីគេបន្តិចហើយគឺអ្នកគ្នាអាចមើលបានគឺដាច់ជាមួយនឹង Lady Rod មួយហើយបាទគឺថា kill យើងគឺប្រងដេញ kill គ្នាទេអ្នកគ្នាអាចមើលបាន 5 kill 6 kill អត់លើសគ្នាណាទេគេមាននាងដាច់ D Rod ក៏បានមកយ៉ាចង់សាកគ្នាលេងមែនយ៉ាអត់ដាក់ម្ដាយប៉ាំងអាយ៉ាដាច់ឈាមកដាលបាទដាក់ម៉ាំងម្ដាយប៉ាំងទៀតសល់ឈាម12ចឹងខ្ញុំក៏បានចុចកក់ផ្ដាច់គាត់យកមកអ្នកគ្នាខ្ញុំខ្លាចដាច់ខ្ញុំដែរចឹងមិនធ្វើបន្ទាប់ពីស៊ីគាត់ហើយអ្នកគ្នាអាចមើល stake ខ្ញុំបានបាទត្រឹមតែ5នាទីបាទខ្ញុំរកបាន200 stake អ្នកគ្នាបាទគឺថា M SRAM ដែរបាទហើយទីនេះគឺអ្នកគ្នាអាចមើលបានបាទចាប់ដើមឈឺទៅហើយបាទហើយអត់មានពីណាគេមកបិទខ្ញុំទេបាទគឺថាធីមនេះអស់ចាយ៉ាងយកហ្មងហើយទីនេះបន្ទាប់ពីស៊ីសัตว์ experience ហើយខ្ញុំក៏បានហោះទៅរកមូនផងដែរបាទគឺថាក៏សល់ឈាមឈិតពេញផងដែរអ្នកគ្នាបាទអញ្ចឹងទៅយើងចាំសាកក្តាប់ដៃរបស់យើងទាំងអស់គ្នាមកដាច់ដែរទេអ្នកគ្នាបាទទាំងនេះមកដៃប៉ាំងដាច់យកមកអ្នកគ្នា M SRAM ខ្លាំងមែនតែនបាទហើយបន្ទាប់ពីស៊ីគាត់ហើយខ្ញុំក៏បានដកមក clear ជាមួយនឹងសัตว์ផងដែរបាទហើយទាំងនេះអ្នកគ្នាមើលបានប៉ាំង3000អ្នកគ្នាអើយតែបានតែ2 item ទេបាទហើយមួយដៃស៊ី3000ហើយទីនេះខ្ញុំរក record ទៅផ្ទះអ្នកគ្នាតែអ្នកគ្នាអាចមើលបានឈាមសតិចចឹងទៅខ្ញុំចូលទៅមកអ្នកគ្នាបាទហើយទីនេះគាត់បានបើកវាយឡងតែមានអីមួយដៃ1000ជាងដាច់យកតែម្ដងបាទបន្ទាប់ពីយើងមកពីផ្ទះវិញអ្នកគ្នាអាចមើលបាន item ខ្ញុំបានចំនួន2គ្រាប់3គ្រាប់ទៅ10ជើងអ្នកគ្នាតែយើងមិនបាច់រាប់10ជើងក៏បានដែរហើយទីនេះខ្ញុំក៏បានចូលវាយក្នុង team fight ជាមួយគេដែរគឺថាមួយដៃបាច់ប៉ាំងបាទគឺថាស៊ីបានមួយហើយទាំងនេះគឺវាយខុសអ្នកគ្នាហើយទីនេះណាក៏អត់បានស៊ីទៀតអ្នកគ្នាអាចមើលបានគឺថាខ្ញុំវារៀងយឺតអ្នកគ្នាបាទហើយគឺអត់បានស៊ីទេបាទមក team fight មិញគឺស៊ីបានតែមួយ kill បាទស៊ី Franco ហើយចឹងទៅគឺខ្ញុំបន្ត farm ទៀតហើយអ្នកគ្នាបាទគឺអាចមើលបានបាទគឺថាឈឺខ្លាំងមែនតើបាទ item ទៅបាន2គ្រាប់ទេហើយទីនេះអាយ៉ាប្រូហ៊ាន solo ផងអត់មើលបាទ damage ក៏ឈឺ stack ក៏ច្រើនបាទទៅដល់ផ្ទះម៉ាំងជុំអ្នកគ្នាបាទគឺថាមួយដៃចិត្តដាច់អ្នកគ្នា item ទៅបានតែ2គ្រាប់ទេបាទ
ចឹងបន្ទាប់ពីយើងស៊ីគាត់ហើយយើងក៏បន្តដើរ farm ដើរអីតាមធម្មតាហើយអ្នកគ្នាអាចមើលបាន steak របស់ខ្ញុំគឺ300 steak ជាងហើយខ្ញុំវាយទាំងនេះដើម្បីយក370 steak អ្នកគ្នាបាទហើយគឺវាអត់បានទេបានតែ369ទេចឹងទៅខ្ញុំក៏បានបន្តទៅផ្លូវកណ្ដាលទៀតអ្នកគ្នាហើយទាំងនេះខ្ញុំក៏ថារស៊ីបោះតែមានណាអ្នកគ្នាឃើញគេបើក team fight ទៀតឡើយហើយចឹងទៅយើងក៏រចិត្តគេផងដែរបាទគេថាទាំងនេះគឺដើរតាមពីក្រោយគេហើយទាំងនេះគឺ Franco ក៏បានចាប់ខ្ញុំទៀតអ្នកគ្នាបាទជាប់ឆ្មាណាហើយ Franco គាត់ចាប់មានអីអ្នកគ្នាបាទគ្នាខ្ញុំចូលមកដាច់ប៉ាំងដាច់យកតែម្ដងហើយខ្ញុំក៏បានដាច់ផងដែរអ្នកគ្នាបាទគឺទទួល damage ពីគេច្រើនខ្លាំងមែនតើទាំងនេះតបពី spawn មកវិញមកគឺថាអាចមើលបានបាទគឺថា midland ខ្ញុំមិនដឹងលក់អីវ៉ាន់អីទេបាទគឺថាលក់ដាច់មនុស្សមកពេញយកមកហើយទាំងនេះគឺថា Tiger រុញទៅហើយខ្ញុំចាំអីទៀតម៉ាំង 2700 អ្នកគ្នាមកដៃមិញហើយទាំងនេះគឺខ្ញុំឃើញណាសឈាមពាក់កដាលទេចឹងទៅខ្ញុំអត់ចាំយូរទេបើគឺថាមកដៃដឹងតែមកហូបហើយចឹងទៅខ្ញុំក៏បានហោះទៅដល់ហើយក៏មកដៃដាច់យកអ្នកគ្នាខ្ញុំក៏បានដាច់របស់គេផងដែរបាទថា Red គាត់ឈឺពេកទីនេះបន្ទាប់ពី spawn មកវិញបាទគឺថាអត់ចាំយូរទេបាទឃើញ D rod របស់គេសឈាមរៀងស្ទើដែរចឹងទៅខ្ញុំក៏បានហោះទៅដល់ហើយបាទទៅដល់ទាំងនេះអត់ដាច់យកតែម្ដងមកគឺថាអែមស្រែមខ្លាំងមែនតើបងតឡូឈាមដើរជួបតែងពួកណាធ្វើបាបបងណាឯងជាណាដែរខ្ញុំនេះគឺរហស្សនាឈ្មោះថាចៅបាក់ថោអញអាចាគល់ស្អំដូចខ្ញុំដែរលឺខ្ញុំអត់យកទេបាទសឈាមប្រហែលជា200ហើយគាត់ដេញវាយខ្ញុំមកថាវាយយកតែអត់ដាច់ទេបាទបានឡើងឈាមសយកអ្នកគ្នាហើយទាំងនេះគឺងាប់យកមកអ្នកគ្នាចង់ដេញវាយគេឃើញគេឈាមទីអ្នកគ្នានេះគឺជាលទ្ធផលងាប់គ្នាអាចលេខភ្នែកមើល item របស់ខ្ញុំមិញបានណាគឺថាអែមស្រែមខ្លាំងតែជាមួយ item នេះបាទគឺថាមានវិណាលេងអាដូ build item ចឹងទេអ្នកគ្នាក៏បានមកតេស្តជាមួយ damage អ្នកគ្នាអាចមើលបានមកគឺថាមកដៃជិត 5000 យកមកអ្នកគ្នាហើយយើងមើលទៅលើ item គឺអត់តន់ LED ទេបាទហើយខ្ញុំក៏បានទៅផ្ទះសិនផងដែរបាទគឺថាយើងឡើង RT ហើយអ្នកគ្នាអាចមើលបានបាទគឺតែបាន item តែ4គ្រាប់ទេបាទហើយខ្ញុំក៏បានគិតមើលសិនណាគ្នាបាទគឺគិតយូរទៀតទេបាទគឺហោះទៅរណាគេឈាមរៀងតិចចឹងណាគឺខ្ញុំដាក់ស្គៀទី1ពីចង្ងាយទៅតែម្ដងបាទគឺថាហោះទៅដល់គ្រាន់តែហើយទៅដល់នេះបាទគឺថាមួយទៀតdouble kill យកមកហើយខ្ញុំក៏បានដាច់ផងដែរអ្នកគ្នាបាទគឺថាសឈាមតិចពេកពីគ្រាន់ spawn ភ្លាមគឺដាក់ RT ទៅភ្លាមយកមកអ្នកគ្នាបាទគឺមានពីណាទេបាទមាន D rod ហ្នឹងហើយបាទបងអូនប្រុសសំណប់ចិត្តឯងចង់ទៅណានេះហើយទាំងនេះបាទគឺថាមួយដៃមិញគឺធ្ងន់ខ្លាំងមែនតើបាទហើយទាំងនេះខ្ញុំរេចាំតែគាត់ក៏បានមានជីវិត2ចឹងទៅខ្ញុំចាំតែគាត់រស់គឺមួយទៀតបាទដាច់យកតែម្ដងបាទគឺថាលោតលេខសាហាវខ្លាំងមែនតើមកជាមួយអាដូរបស់ខ្ញុំហើយទទួលបាន4ដណ្ដប់ kill បាត់ហើយអ្នកគ្នាបាទហើយទីនេះក៏បានចូលមកតេស្តនេះមេជាមួយសัตว์លេងចឹងអ្នកគ្នាបាទគឺថា 5000 បាត់ហើយអ្នកគ្នាសាហាវខ្លាំងមែនតើបាទហើយដោះមកអ្នកគ្នាកប់សេរីណាគ្នាបាទខ្ញុំមិនដឹងថាត្រូវនិយាយអីទៀតទេបាទយើង just looking ណាគ្នានេះខ្ញុំក៏បានដើររេផងដែរបាទអាចមើលណាបានគឺថាមកស្គីទី1ដាច់ឈាមខ្ញុំពាក់កណ្ដាលហើយខ្ញុំចាំតែថៃគ្រាខ្ញុំទៅបាទគាត់ flick ទៅយកមកអ្នកគ្នាទាំងនេះគឺឆៅខ្លាំងមែនតើបាទហើយចូលទៅដល់ក៏តែអត់បាន kill ទេបាទគឺថាដាច់អស់បាត់ហើយខ្ញុំក៏បានបកក្រោយវិញបាទខ្ញុំថារកទៅផ្ទះតែឃើញមីនៀនរបស់គេចេញណាគ្នាចឹងទៅយើងក៏វាយមីនៀនសិនហើយអ្នកគ្នាអាចមើលជាមួយនឹងឈាមបាន1 2 3ងាប់ហើយបាទគឺថាពីរដៃពេញឈាមយកតែម្ដងអ្នកគ្នាបាទសាហាវខ្លាំងមែនតើបាទដាក់ស្គីទី3មួយបាទហោះទៅរកការីរបស់យើងមកគឺថាទៅដល់ភ្លាមគឺបាទគឺថាជន់កកមួយរត់រណាដាច់បាទហើយទាំងនេះក៏រកចូលទៅទៀតបាទតែយើងឈ្នះបាត់ហើយអ្នកគ្នាបាទសយណាគ្នាវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅក្នុងវីដេអូក្រោយទាំងអស់គ្នាបាទនិយាយចង់ជាប់មាត់បាទច្រើនពេកវគ្គនេះបាទហើយមានអីតោះខុសឬមួយក៏ខុសឆ្កងអីសូមអធិស្ឋានផងបាទគឺថាឆ្កងមាត់ខ្លាំងមែនតើមកជាមួយនឹងវគ្គនេះគឺថារហូតដល់នឹងទៅជាប់មាត់យកបណ្ដោយយ៉ាអ្នកគ្នាវីដេអូរបស់ខ្ញុំគឺមិនដល់ទីបញ្ចប់ហើយពីខ្ញុំអូការ៉ូបាគីអូស៊ីវីស៊ូជួបគ្នានៅក្នុងវីដេអូក្រោយទាំងអស់គ្នាហើយអ្នកគ្នាខ្មោយអ្នកលេងអាដូដៃអាដូខ្លាំងអីមកឃើញវីដេអូមួយហ្នឹងអ្នកគ្នាអាចមើលបានវាមិនណាវាអាយធីមចឹងវាយសាហាវមែនហើយចូលដៃអាដូស៊ីន top 1 top អីមកឃើញទៅគាត់មិនបាក់ទឹកចិត្តងាប់ហ៎ចឹងកុំឲ្យគាត់ឃើញអាយធីមមួយហ្នឹងឬមួយក៏វីដេអូមួយហ្នឹងអ្នកគ្នាតោះយើងសយណាគ្នាយើងជួបគ្នានៅក្នុងវីដេអូក្រោយទាំងអស់គ្នាពីខ្ញុំអូការ៉ូបាគីអូស៊ីវីស៊ូ subscribe ផង